បើមិនចង់មានគ្រោះថ្នាក់សូមកុំទាញកន្ត្រាក់សត្វចៃឆ្កែឲ្យសោះនៅពេលដែលវាខាំអ្នកសូមចងចាំថាកុំព្យាយាមដកសត្វដង្កែឬតុកែឆ្កែឬនិយាយឲ្យសាមញ្ញថាចៃឆ្កែចេញពីស្បែករបស់អ្នកដោយការទាញបង្ខំឲ្យសោះព្រោះបើផ្្លាត់ស្នៀតតែបន្តិចវាអាចនឹងបង្កបញ្ហាធ្ងន់ធ្ងរហួសពីការស្មានសត្វដង្កែឬចៃឆ្កែមិនមែនគ្រាន់តែខាំជាប់សាច់របស់អ្នកធម្មតានោះទេមុននឹងចាប់ផ្ដើមជញ្ជក់ឈាមវានឹងប្រើប្រាស់ដង្កៀបធ្មេញរណាដ៏មុតស្រួចបំផុតចំនួន2ដើម្បីអាចកាត់ស្រទាប់ស្បែករបស់អ្នកមួយស្រទាប់ម្ដងអ្វីដែលគួរឲ្យខ្លាចនោះគឺមុនពេលអ្នកចាប់ផ្ដើមមានអារម្មណ៍ឈឺចាប់វានឹងបញ្ចេញទឹកមាត់ផ្ទុកទៅដោយសារធាតុស្ពឹកចូលទៅក្នុងមុខរបួសភ្លាមៗនេះហើយជាមូលហេតុដែលមនុស្សភាគច្រើនមិនដែលដឹងខ្លួនទាល់តែសោះថាខ្លួនកំពុងត្រូវបានដង្កែឬចៃឆ្កែខាំបន្ទាប់មកបញ្ហាពិតប្រាកដនឹងចាប់ផ្ដើមដង្កែឬចៃឆ្កែនឹងប្រើចម្ពោះរបស់វាដែលមានមុខរណាជ្រុងច្រាំងរុញទម្លុះចូលទៅក្នុងសាច់របស់អ្នកហើយវានឹងខ្ជាក់សារធាតុខាប់ហើយនៅពេលដែលអ្នកទាញវាកន្ត្រាក់ក្បាលរបស់វានឹងដាច់ចេញពីដងខ្លួនកប់ជាប់ទៅក្នុងសាច់របស់អ្នកកាន់តែជ្រៅដែលវានឹងបង្កើតហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរបំផុតហើយចុងក្រោយវានឹងភ្ញាក់បានជាកូនដង្កែឬចៃឆ្កែរាប់ពាន់ក្បាលសង្ងំជញ្ជក់ឈាមនៅក្រោមស្រទាប់ស្បែករបស់អ្នកដែលធ្វើឲ្យស្បែករបស់អ្នកចេញជាស្នាមរង្វង់ពណ៌ក្រហមជាចុងក្រោយប្រសិនបើអ្នកសង្កេតឃើញមានស្នាមរង្វង់ពណ៌ក្រហមដុះជុំវិញកន្លែងដែលវាខាំសូមកុំបង្អង់យូរឡើយចូលប្រញាប់ទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាលជាបន្ទាន់សូមប្រិមិត្តជួយចែករំលែកបន្តនៅវីដេអូនេះនិងសូមជួយចុច follow page RT News ដើម្បីទទួលបាននូវព័ត៌មាននិងចំណេះដឹងថ្មីៗបន្ថែមទៀត